ទំនៀមទម្លាប់ប្លែកៗរបស់ជនជាតិតូរ៉ាចាសូមស្រមៃមើលនៅក្នុងផ្ទះមួយនៅតំបន់ខ្ពស់រាបនៃកោះស៊ូឡាវេស៊ីប្រទេសឥណ្ឌូនេស៊ីក្រុមគ្រួសារមួយកំពុងបន្តជីវិតប្រចាំថ្ងៃធម្មតារួមជាមួយនឹងកាហ្វេអាវតាមានរសជាតិឈ្ងុយឆ្ងាញ់បងប្អូនអាចសាកល្បងបានជាមួយនឹងរសជាតិកាហ្វេខ្មែរនិងកាហ្វេដែលបានមកពីបណ្ដាប្រទេសផ្សេងៗជាច្រើនទៀតជាមួយនឹងក្រុមហ៊ុនកាហ្វេអាវតាដែលគ្រាន់តែធ្វើការខមមិនរីឆាតចូលពេកកាហ្វេអាវតាហើយសរសេរពាក្យថាខ្ញុំចង់សាកនោះខាងក្រុមការងារនឹងយកកាហ្វេទៅឲ្យបងប្អូនសាករសជាតិដល់ទីតាំងដោយមិនគិតថ្លៃនិងមិនគិតសេវាអ្វីទាំងអស់នឹងរូបកាយរបស់សមាជិកគ្រួសារដែលបានឃ្លាតឆ្ងាយអស់រយៈពេលជាច្រើនខែនេះគឺជាទស្សនវិជ្ជាដ៏ប្លែកមួយនៃវប្បធម៌ជនជាតិតូរ៉ាចាសម្រាប់ពួកគេសេចក្តីឃ្លាតឆ្ងាយមិនមែនជាទីបញ្ចប់ភ្លាមៗនោះទេតែជាការចាប់ផ្ដើមនៃដំណើរផ្លាស់ប្ដូរដ៏វែងឆ្ងាយទៅកាន់ពិភពលោកនៅពេលខាងមុខអ្នកជំងឺតូម៉ានូនៅពេលសមាជិកគ្រួសារម្នាក់បាត់បង់ជីវិតពួកគេមិនទាន់ត្រូវបានគេចាត់ទុកថាបានស្លាប់ជាដាច់ខាតនោះទេពួកគេត្រូវបានហៅថាតូម៉ានូដែលមានន័យថាអ្នកជំងឺឬតូម៉ាឡូកាដែលមានន័យថាអ្នកកំពុងសម្រាករូបកាយត្រូវបានថែរក្សាទុកដោយប្រុងប្រយ័ត្នដោយក្រុមគ្រួសារនៅតែបន្តផ្ដល់អាហារនិងនិយាយជាមួយអ្នកជំងឺដោយធម្មតាទង្វើនេះគឺជាការបង្ហាញពីក្តីស្រឡាញ់និងការគោរពដ៏ជ្រាលជ្រៅដើម្បីបន្តរក្សាចំណងគ្រួសារមុនពេលពួកគេប្រមូលធនធានបានគ្រប់គ្រាន់ដើម្បីរៀបចំពិធីធំមួយដំណើររងចាំនេះអាចអូសបន្លាយដល់ទៅច្រើនឆ្នាំពិធីផ្លាស់ប្ដូរឋានៈពិធីបុណ្យផែវការត្រូវបានគេហៅថារ៉ាំបូសូឡូកនេះមិនមែនជាពិធីកាន់ទុក្ខបែបសោកសៅនោះទេតែជាមហោស្រពវប្បធម៌ដ៏អធិកអធមដែលប្រារព្ធឡើងដើម្បីលើកកិត្តិយសអ្នកឃ្លាតឆ្ងាយចំណុចសំខាន់បំផុតគឺការបូជាក្របីចំនួនក្របីដែលត្រូវបូជាតំណាងឲ្យឋានៈសង្គមដែលអ្នកបានផ្លាស់ប្ដូរហើយគេជឿថាក្របីទាំងនេះនឹងក្លាយជាមធ្យោបាយដឹកជញ្ជូនទៅកាន់ពិភពលោកក្រោយពិធីនេះបង្ហាញអំពីសារៈសំខាន់នៃទំនាក់ទំនងសង្គមនិងជំនឿរបស់ពួកគេទៅលើជីវិតបន្ទាប់ការជួបជុំគ្នាជាមួយបុព្វបុរសបន្ទាប់ពីការបញ្ចុះឫសរាល់ក៏នៅមានពិធីដ៏ប្លែកមួយទៀតគឺពិធីម៉ាណេណេដែលប្រើថាពិធីសម្អាតពិធីនេះធ្វើឡើងរៀងរាល់ទី3ឆ្នាំម្ដងក្នុងពិធីនេះក្រុមគ្រួសារនឹងបើកភ្នោយកសពបុព្វបុរសចេញមកសម្អាតដូរសម្លៀកបំពាក់ថ្មីហើយរៀបចំតាំងខ្លួនដោយក្តីគោរពគោលបំណងគឺដើម្បីបន្តរក្សាទំនាក់ទំនងជាមួយអ្នកដែលបានឃ្លាតឆ្ងាយព្រមទាំងបង្ហាញការដឹងគុណចំពោះពរជ័យនិងកេរដំណែលដែលបុព្វបុរសបានបន្សល់ទុកទំនៀមទម្លាប់របស់ជនជាតិតូរ៉ាចាគឺជាឧទាហរណ៍ដ៏រស់រវើកមួយដែលបង្ហាញពីភាពសម្បូរបែបនៃវប្បធម៌មនុស្សវាបង្រៀនយើងថាមិនមែនគ្រប់វប្បធម៌សុទ្ធតែមើលឃើញការឃ្លាតឆ្ងាយដោយរបៀបតែមួយនោះទេពួកគេគឺជាទង្វើនៃក្តីស្រឡាញ់ដែលស្ថិតស្ថេរជារៀងរហូតតែអ្នកគិតយ៉ាងណាចំពោះទស្សនៈដ៏ជ្រាលជ្រៅនេះសូមចែករំលែកមតិរបស់លោកអ្នកជួបគ្នានៅវីដេអូក្រោយ